បន្ទាប់ពីរៀបចំគ្រប់យ៉ាងនៅឯផ្ទះនោះឲ្យលោកអ៊ំប៉និងកណេឲ្យកនិងអ្នកគ្រប់គ្រងជាច្រើនអ្នករួចស៊ីណាំងដែលជាស្ត្រីបម្រើដើម្បីបម្រើកិច្ចការប្រចាំថ្ងៃដើមឡើយលោកអ៊ំប៉គ្រងនឹងបញ្ជូនអ្នកបម្រើពីរបីនាក់ទៀតដោយនិយាយថាពួកគេនឹងបម្រើគូសាំងមីងនៅតាមផ្លូវប៉ុន្តែគោវាងដោយការយល់ដឹងនិងការគិតទុកជាមុនបានបញ្ចុះបញ្ចូលគាត់មិនឲ្យដាក់ក្រោយពីមានការបញ្ចុះបញ្ចូលជាច្រើនទីបំផុតអ្នកបម្រើមិនយកវិញដែលធ្វើឲ្យលោកអ៊ំប៉រំជួលចិត្តជាខ្លាំងគាត់គិតថាអ្នកប្រុសរបស់គាត់មិនយកស្ត្រីច្រើនទៅជាមួយទេពេលនេះបន្ទាប់មកគាត់និយាយទៅកាន់គោវាងថាដើមមិនអីទេមិនយកស្រីបម្រើជាមួយក៏បានអ្នកប្រុសគាត់នឹងយកស្ត្រីកាន់តែច្រើនមកវិញលោកអ៊ំប៉និយាយទាំងមានទំនុកចិត្តមិនអីទេហេតុអ្វីបានជាអ្នកមិនមានអារម្មណ៍ដានតឹងបន្តិចចំពោះភាពជាព្រាននារីរបស់ចៅវាយចឹងការចេញដំណើរនេះមានលក្ខណៈសាមញ្ញមានតែផ្ទះពីរប៉ុណ្ណោះក្រៅពីស៊ីណាំងមានអ្នកបរទេះសេះនិងអ្នកបម្រើប្រុសម្នាក់ដែលសុទ្ធតែមានក្បាច់គុណដ៏ប៉ិនប្រសប់អ្នកបរទេះរូបនេះហាត់ក្បាច់គុណក្រៅមានសាច់ដុំធំហើយពូកែជិះសេះឈ្មោះរបស់គាត់គឺលីចងហើយគាត់មានស្នាមញឹមដ៏សាមញ្ញនិងស្មោះត្រង់អ្នកបម្រើម្នាក់ទៀតគឺផ្ទុយទាំងស្រុងគាត់បានហាត់ក្បាច់គុណកម្លាំងធាតុក្នុងហើយមិននិយាយច្រើនទេគាត់គ្រាន់តែធ្វើតាមបញ្ជាមុខរបស់គាត់តែងតែត្រជាក់គាត់ត្រូវបានគេដាក់រហស្សនាមថាកូនកោព្រោះគ្មានអ្នកបម្រើណាម្នាក់ដែលធ្វើការជាមួយគាត់ដែលបានឬគាត់និយាយទេតែគូសាំងមីងធ្លាប់បានឬគាត់និយាយតែមួយម៉ាត់ថាក្បាត់ដែលបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមែនជាមនុស្សធម្មតានោះទេរទេះចំនួន2ត្រូវបានរៀបចំគឺមួយសម្រាប់គូសាំងមីងនិងគោវាងនិងមួយសម្រាប់ស៊ីណាំងលីចងនិងកូនកោត្រូវនៅខាងក្រៅការពិតរទេះត្រូវមានគ្រប់គ្រាន់ប៉ុន្តែដោយសារតែស៊ីណាំងជាស្ត្រីទើបនាងមានមួយសម្រាប់ខ្លួននាងមុនពេលឡើងរទេះនាងបានប្រាប់លីចងនិងកូនកោនោះថាខ្ញុំមិនបានបង្ខំឯងឲ្យនៅខាងក្រៅទេបើឯងចង់ចូលក៏ចូលមកពេលនាងនិយាយនាងសម្លក់សម្លឹងមើលពួកគេទាំងពីរដោយកែវភ្នែកពិឃាតដូចបានន័យថាបើអ្នកណាហ៊ានចូលខ្ញុំនឹងសម្លាប់គេចោលបន្ទាប់មកអ្នកទាំងពីរមើលមុខគ្នាលីចងគ្រវីក្បាលរបស់គាត់ខណៈពេលដែលកូនកោម្នាក់នេះនៅតែមិនបញ្ចេញមិត្តអ្នកទាំងពីរអង្គុយស្ងៀមនៅខាងក្រៅមិនហ៊ានឆ្លងកាត់ជាសំណាងល្អរដូវក្តៅហើយមានភួយស្ដើងមួយសម្រាប់គ្រប់ខ្លួនគេងនៅខាងក្រៅក៏មិនប៉ះពាល់អ្វីទាំងអស់រទេះសេះមានទំហំធំហើយផ្នែកខាងក្នុងនិងខាងក្រៅរបស់វាប្រណិតធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រឡេកមើលឧបករណ៍បែបនេះគោវាងមានអារម្មណ៍ថាការធ្វើដំណើរទៅប្រកួតក្បាច់គុណត្រូវតែគ្រោះថ្នាក់ខ្លាំងណាស់គូសាំងមីងសើចយ៉ាងស្រស់ស្រាយរទេះប្រភេទនេះស័ក្តិសមចំពោះគាត់ថាជាមនុស្សក្រអឺតក្រទុំល្ងងតែមានលុយច្រើនម្យ៉ាងទៀតរទេះកាន់តែប្រណិតនោះគាត់នឹងកាន់តែមានផាសុកភាពក្នុងការប្រើប្រាស់បន្ទប់ខាងក្នុងអនុញ្ញាតឲ្យមនុស្សពីរនាក់គេងបានយ៉ាងស្រួលជាមួយនឹងខ្នើយទន់ធ្វើពីសូត្រទឹកកកដែលមានអារម្មណ៍ត្រជាក់និងផាសុកភាពក្នុងរដូវក្តៅជញ្ជាំងរទេះមានគេសម្ងាត់ជាច្រើនដូចជាធ្នើរលាក់ដាក់ស្រានិងអាហារសម្រន់គុជភ្ជុងភ្លឺចាំងព្យួរពីលើពិដានពន្លឺទន់របស់វាបំភ្លឺចន្លោះខាងក្នុងទូរទស្សន៍ដូចពិភពមួយផ្សេងពីក្រៅគោវាងទប់ចិត្តមិនបានពេលឃើញវាមិនមែនថាគាត់មិនមានរបស់ទាំងនេះទេក្នុងនាមជាកូនប្រុសរបស់គូសាំងមីងបន្ទាប់ពីឡើងកាន់អំណាចគាត់មានច្រើនមិនតិចទេតែគាត់ជាមនុស្សចូលចិត្តសាមញ្ញបើទោះជាវាជាក្រណាត់មួយដុំដែលមានតម្លៃមួយអោនមាសក៏ដោយក៏សម្លៀកបំពាក់ដែលគាត់បានធ្វើនឹងនៅតែរក្សាបាននូវរចនាបថដើមសាមញ្ញនិងស្អាតជាមួយនឹងលំនាំលក្ខដ៏ស្រស់ស្អាតមួយចំនួនដែលប៉ាក់ដោយអ្នកប៉ាក់ក្នុងនាមជាម្ចាស់វ័យក្មេងនៃលាវស៊ូសានចឹងគាត់មិនដែលធ្វើអ្វីដូចគូសាំងមីងពីមុនមកទេដែលធ្វើឲ្យគាត់សង្ស័យខ្លួនឯងតើគាត់ពិតជាចៅវាយវ័យក្មេងមែនឬគាត់មិនដែលចាយលុយច្រើនបែបនេះទេតើអារម្មណ៍យុវជនសម័យក្មេងជំនាន់គាត់ត្រូវបានឆ្កែស៊ីរគូសាំងមីងផ្អៀងខ្លួនដោយខ្ជិលប៉ះនឹងខ្នើយមើលទៅដូចជាចង់និយាយថាបើបានស្រីស្អាតក្នុងដៃកាន់តែល្អសក់វែងរបស់គាត់រអិលចុះក្រោមក្រណាត់សូត្រដូចទឹកហូរកង់រទេះរុញជាប់ឬកូលូនៅកង់រុំដោយក្រណាត់ដើម្បីកាត់បន្ថយការរំញ័រផ្លូវនេះត្រូវបានគ្រោងទុករួចហើយដោយធ្វើដំណើរតាមផ្លូវធំជាមួយនឹងទីប្រជុំជនគ្រប់ទំហំនៅតាមផ្លូវដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ការធ្វើដំណើរទាំងមូលត្រូវបានរៀបចំដូចជាដំណើរកម្សាន្តគ្មានឃើញអ្វីដែលអាចបង្កគ្រោះថ្នាក់បានបើទោះបីជាទូរទស្សន៍ដ៏ប្រណិតខ្លួនឯងមានគ្រោះថ្នាក់គ្រប់គ្រាន់ក៏ដោយគូសាំងមីងបានចំណាយពេលភាគច្រើនរបស់គាត់ដើម្បីសម្រាកនៅក្នុងរទេះសេះខណៈដែលគោវាងក៏ខ្ជិលចេញទៅក្រៅភាគច្រើនគាត់អង្គុយហាត់យុទ្ធសាស្ត្រឬធ្វើសមាធិនៅក្នុងរទេះមិនថា20ឆ្នាំមុនឬ20ឆ្នាំក្រោយទេដើមឈើនៅតែមានពណ៌បៃតងហើយផ្កាដែលក្រហមនៅតែមានពណ៌ក្រហមគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេមានតែស៊ីណាំងបានបន្តចេញពីទេសដោយមើលទៅពិតជាចាប់អារម្មណ៍ណាស់គូសាំងមីងដែលបានដេកស្តុកស្ដឹងបានក្រោកឡើងយកស្រាផ្កាគួយមួយកែវនិងកែវគុជស្ទូចពីរមកដាក់លើទៅទៀបចាក់ស្រាពេញទាំងពីរហើយហុចមួយទៅគោវាងក្លិនក្រអូបនៃស្រាផ្កាគួយពេញរទេសនៅពេលដែលគូសាំងមីង
លើកកែវស្រាម្រាមដៃរបស់គាត់និងកែវគុជស្អាតដូចត្បូងគ្នាបន្ទាប់ពីផឹកស្រាអស់ប៉ុន្មានពែងអារម្មណ៍អ្នកទាំងពីរសម្រាកបរិយាកាសក៏កក់ក្ដៅមួយសន្ទុះមុននេះមានម្នាក់កំពុងអង្គុយហើយម្នាក់ទៀតដេកចុះហាក់ដូចជានៅពិភពពីរដាច់ពីគ្នាប៉ុន្តែបន្ទាប់ពីផឹកពីរបីដងគម្លាតរវាងចន្លោះទាំងនោះត្រូវបានភ្ជាប់គូសាំងមីងមើលកូវ៉ាងហើយសួរថាគឺអ្នកចេញពីជីវជៀនមកតើអ្នកដឹងពីស្ថានភាពនៅក្នុងពិភពគុណប៉ុន្មានដែរលោកកូវ៉ាងបាននិយាយថាអ្នកធ្លាប់និយាយប្រាប់មួយដងហាត់ដេញរឿងនេះបន្តិចនោះបន្តិចវាមិនដូចដឹងរឿងទាំងមូលទេគូសាំងមីងតម្រង់សម្លៀកបំពាក់របស់គាត់ដែលជ្រីវជ្រួញពីការដេកចុះហើយនិយាយយឺតថាវាត្រូវការពេលយូរដើម្បីពន្យល់ប៉ុន្តែដោយសារយើងមានពេលច្រើនឥឡូវនេះអាចឆ្លៀតនិយាយយាបានកូវ៉ាងបានងក់ក្បាលយល់ព្រមជាមួយនឹងពាក្យរបស់គូសាំងមីងបានបន្តទៀតថាចាប់ផ្ដើមនិយាយពីអំណាចនៃបកចុះខាងត្បូងមានបកជ្រលងនាគពឹងផ្អែកលើជ្រុះភូមិសាស្ត្រនិងជំនាញក្នុងការរៀបចំក្បួនយុទ្ធសាស្ត្រក្បួនឈីមិនតោជាការបង្កើតរបស់បកនេះសិស្សភាគច្រើនមិនចាក់ចេញពីជ្រលងភ្នំនោះទេហើយជាធម្មតាបើចេញម្នាក់គឺអាចធ្វើឲ្យពិភពគុណចាក់ក្រឡាប់តែមកដល់ឥឡូវទើបចេញតែ2នាក់ទេនៅភាគខាងជើងមានវិមានមីងសិស្សរបស់វាមានល្បិចកលហើយឃោរឃៅបំផុតដោយសារពិភពគុណមានការឡោមព័ទ្ធនិងការបង្ក្រាបបកតូចជាច្រើនបានជ្រើសរើសចូលរួមជាមួយវិមានមីងហើយបន្ទាប់មកគាំទ្របកទាំងនេះដោយកាន់កាប់ទឹកដីនៃបកជុំវិញនៅខាងលិចគឺបកដាវជីវហោមនុស្សបង្កើតហាតដាវដំបងនៃជីវហោធ្វើការហ្វឹកហ្វឺនយ៉ាងលំបាកអស់រយៈពេល10ឆ្នាំបានស្ទាត់ជំនាញយកកណ្ដាប់ដៃសម្ងាត់របស់ចាងសានហ្វុងនិងបច្ចេកទេសដាវបុកបញ្ចូលគ្នាក្រោយមកគាត់បានធ្វើដំណើរយ៉ាងពាសពេញភ្នំនិងទន្លេដ៏ល្បីល្បាញរបស់ស៊ីឈួនតើប្រមូលក្បាច់គុណរបស់បកជាច្រើនបញ្ចូលគ្នាដូចជាបកជៀនមិនអ៊ូសានឈីងឆឹងនិងភាពអស្ចារ្យនៃបកភ្នំអមីចុងក្រោយគាត់បង្កើតបកក្បាច់គុណជីវហាតែមួយគត់ក្បាច់គុណរបស់បកជីវហាសង្កត់ធ្ងន់ទៅលើភាពអស្ចារ្យដូចជាស្មារតីគ្រោះថ្នាក់ដូចជាចេតនាភាពស្ងប់ស្ងាត់ជាបច្ចេកទេសរបស់វានិងភាពអស្ចារ្យជាវិធីសាស្ត្ររបស់វានៅភាគខាងកើតគឺជាអ្នកដឹកនាំបច្ចុប្បន្ននៃពិភពគុណលៀនធានដែលទើបតែមានអាយុ40ឆ្នាំជាងហើយនៅតែមានកម្លាំងផ្លូវចិត្តដ៏ល្អគាត់អាចបម្រើ2ឬ3អាណត្តិទៀតយ៉ាងងាយស្រួលនៅពេលដែលគូសាំងមីងនិយាយអំពីមេដឹកនាំពិភពគុណស្នាមញញឹមត្រជាក់បានលេចឡើងនៅលើបូមាត់របស់គាត់តាមពិតកូវ៉ាងដឹងពីអ្វីដែលគូសាំងមីងកំពុងនិយាយរឿងទាំងនេះដូចគ្នានឹង20ឆ្នាំក្រោយដែរភាពខុសគ្នាតែមួយគត់គឺថា20ឆ្នាំក្រោយមកអ្នកតំណាងនៃភាគខាងកើតគឺលាវស៊ូសានចុងមិនមែនជាអ្នកដឹកនាំបច្ចុប្បន្ននោះទេដូចពាក្យលោកថាលៀបសំណាងផ្លាស់ប្ដូររៀងរាល់20ឆ្នាំប្រសិនបើយើងត្រឡប់ទៅពេលវេលាវិញមុនពេលការលេចចេញនៃមេដឹកនាំពិភពគុណអ្នកតំណាងនៃភាគខាងកើតនៅតែជាលាវស៊ូសានចុងជុំវិញបកធំមានបកអនជាងជាច្រើនជាមួយនឹងកន្លែងទី1និងមកដល់ទី2ដូចជាផ្លូវយ៉ាម៉ានៅភាគខាងត្បូងដែលនៅខាងក្រោមជ្រលងនាគនិងប៉មវ៉េឆេងដែលនៅខាងក្រោមផ្លូវយ៉ាម៉ាមានរឿងជាច្រើននៅញ៉ៃញ៉ៃល្មមធ្វើឲ្យចង់ក្អួតឈាមអ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺជីវហា20ឆ្នាំក្រោយនៅពេលដែលកូវ៉ាងជាអ្នកប្រុសលាវស៊ូសានចុងហើយគូសាំងមីងជាចៅវាយលាវស៊ូសានចុងបកជីវហាគឺជាបកដែលមានទំនាក់ទំនងល្អបំផុតជាមួយគ្រួសារគូប្រៀបដូចជាបងប្អូនបង្កើតប៉ុន្តែឥឡូវនេះវាហាក់បីដូចជាមិនមែនអីចឹងទេនៅក្នុងពិធីបុណ្យសពរបស់គូជាងបកជីវហានេះបានត្រឹមតែអុជធូបចំនួន3ដើមចូលរួមរំលែកទុកផឹកតែមួយពែងរួចចាក់ចេញទៅពួកគេមិនបានសូម្បីតែអង្គុយឲ្យបានត្រឹមត្រូវនេះគឺតាក់ទងទៅនឹងការជាប់គាំងពីអតីតកាលទាំងពីរជំនាន់របស់ជីដារវាងគ្រួសារគូនិងបកដាវជីវហានោះអស់ជាច្រើនសតវត្សមកហើយបកដាវជីវហានិងលាវស៊ូសានចុងបានរក្សាទំនាក់ទំនងដ៏ល្អហេតុផលគឺសាមញ្ញចលនារបស់ដាវលាវស៊ូរួមបញ្ចូលនៅភាពប៉ិនប្រសប់របស់បកដាវជីវហានៅពេលជំនាន់ជីតាគូនៅក្មេងគាត់ពោពេញដោយមហិច្ឆតាហើយបដិញ្ញាបង្កើតជំនាញដាវផ្ទាល់ខ្លួនដើម្បីកុំឲ្យមនុស្សក្នុងពិភពគុណមើលងាយគ្រួសារគូសម្រាប់ការប្រើប្រាស់តែអាវុធសម្ងាត់គាត់បានទៅបកដាវផ្សេងដើម្បីរៀនពីពួកគេតែសូមរៀនមិនបានពីពួកគេគាត់មានតែលួចរៀនតាមពួកគេក្នុងចំណោមនោះមានបកដាវជីវហាដែរនៅពេលនោះមេដឹកនាំបកដាវជីវហានឹងជីតាគូមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយមិនស្ទាក់ស្ទើរអ្នកដឹកនាំបានបង្រៀនជីតាគូនៅបច្ចេកទេសដាវជីវហាសម្រាប់ជាឯកសារយោងនឹងការសិក្សារបស់គាត់ជីតាគូបានស្នាក់នៅក្នុងបកជីវហាពេញមួយឆ្នាំហើយយល់អំពីបច្ចេកទេសដាវបែកចេញជាក្បាច់ដាវលាវស៊ូទោះបីជាវាមិនដូចគ្នានឹងបច្ចេកទេសដាវជីវហាក៏ដោយក៏វានៅតែល្អយ៉ាងម្នាក់ពេលវេលាកន្លងផុតទៅហើយអតីតមេដឹកនាំបករូបនេះបានស្លាប់បើទោះបីជាជីវហានិងគ្រួសារគូតែងតែមានអាកប្បកិរិយាល្អក៏ដោយវាជៀសមិនរួចទេដែលសម្លេងប្រឆាំងនឹងលេចចេញមកជាពិសេសចាប់តាំងពីកេរ្តិ៍ឈ្មោះរបស់ក្បាច់ដាវលាវស៊ូមានឈ្មោះល្បីលើសពីដាវជីវហាទោះបីជាជំហររបស់ថ្នាក់ដឹកនាំជីវហាលើលាវស៊ូនៅតែមិនផ្លាស់ប្ដូរក៏ដោយ
តែអាកប្បកិរិយារបស់ពួកសិស្សចំពោះលាវស៊ូសានចឹងគ្មានភាពរួសរាយរាក់ទាក់ទេការរងការអាម៉ាស់ដោយពួកសិស្សជីវហោមកលើគ្រួសារគូគឺជារឿងធម្មតាមួយក្នុងនាមជាស្ត្រីគូជីងមិនអាចបញ្ឈប់រឿងបែបនេះបានទេហើយបានត្រឹមតែការពារទ្រព្យសម្បត្តិដូនតារបស់គ្រួសារគូហើយរងចាំគូសាំងមីងធំឡើងទីតាំងបច្ចុប្បន្នរវាងយើងនិងជីវហោមានភាពឆ្កំឆ្គងបន្តិចថ្នាក់ខ្ពស់នៅតែចាត់ទុកពួកយើងជាសម្ព័ន្ធមិត្តប៉ុន្តែខាងក្រោមមិនសុខចិត្តទេសិស្សជាច្រើនរបស់លាវស៊ូសានចឹងត្រូវបានជីវហោធ្វើបាបពេលនេះគូសាំងមីងបានក្លាយជាម្ចាស់លាវស៊ូសានចឹងគាត់នៅតែមិនអាចទាន់បង្ហាញពីភាពខ្លាំងរបស់គាត់និងមិនផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នទេក៏មិនដឹងថាគាត់មានគម្រោងធ្វើអ្វីទេគូសាំងមីងនៅតែរៀបរាប់យ៉ាងយឺតនិងយ៉ាងល្អិតល្អន់អំពីការចែកចាយអំណាចនៅក្នុងពិភពគុណសក់វែងរបស់គាត់ព្យួរលើទៅទៀតហើយបូមាត់តូចបើកនិងបិទគឺស្រស់ស្អាតខ្លាំងណាស់អេដមីនចង់និយាយថាយ៉ាប់ណាស់គោវាងគិតតែមើលមាត់គេវិញហេហេហេនៅខាងក្រៅរទេះមានដើមឈើធំមួយមានមែកដើមក្រាស់និងស្លឹកបៃតងខៀវស្រងាត់រារាំងពន្លឺថ្ងៃខ្លាំងដោយមានតែពន្លឺថ្ងៃចាំងចូលតាមចន្លោះស្លឹកឈើស៊ីណាំងសើចខ្លាំងនៅខាងក្រៅហាក់បីដូចជានាងកំពុងលេងសើចនឹងកូនគោលីចងនៅតែបើកបរឲ្យសេះទៅមុខគោវាងបានស្ដាប់មួយសន្ទុះហើយស្រង់យកព័ត៌មានលម្អិតដែលមានប្រយោជន៍គាត់បានយកពែងស្រាយកមួយកែវតូចហើយផ្អៀងលើខ្នើយទន់ផ្សែងហុយហុយចេញពីភ្លើងធូបហើយក្លិនក្រអូបប្រណិតនៃឈើខ្សាច់ពេញរទេះនាំឲ្យមានក្លិនក្រអូបនៃស្រាផ្កាគួយនិងមានក្លិនឈ្ងុយឆ្ងាញ់គោវាងចងចាំវាយ៉ាងច្បាស់ទោះបីជាគាត់ស្ទើរតែមិនធ្លាប់មានទំនាក់ទំនងជាមួយគូសាំងមីងពីមុនមកតែគូសាំងមីងមិនចូលចិត្តរឿងបែបនេះតតែសោះអ្វីត្បិតតែគាត់ចូលចិត្តភាពប្រណីតប៉ុន្តែគាត់មិនដែលអួតអាងបែបនេះទេដោយដើរតួជាមនុស្សទើបមានទ្រព្យគូសាំងមីងមានកម្លាំងផ្លូវចិត្តល្អណាស់យ៉ាងហោចណាស់គាត់អាចទ្រាំទ្រសម្លៀកបំពាក់នឹងការតែងបែបនេះពួកគេទាំង4នាក់បានសម្រាកពេញមួយថ្ងៃនៅក្នុងរទេះសេះរហូតដល់ល្ងាចទើបពួកគេសម្រេចចិត្តទទួលទានអាហារពេលល្ងាចមុននឹងបន្តដំណើររបស់ពួកគេបន្ទាប់ពីចុះពីទេសមកព្រះអាទិត្យហៀបលិចដោយមានកាំរស្មីពណ៌មាសមួយចំនួនបង្កប់នៅគែមពុកនៅលើជើងមេឃពុកដ៏ធំល្វឹងល្វើយនៅលើកំពូលភ្នំហើយមេឃនៅចំកណ្ដាលគឺជាផ្ទៃដ៏ធំនៃពណ៌បៃតងត្បូងម្រោះរទេះទាំងពីរបានចតនៅក្បែរគ្នាកៅអីអ្នកបើកបរនៅខាងមុខធំទូលាយគូសាំងមីងនិងគោវាងអង្គុយនៅខាងមុខចំណែកស៊ីណាំងកូនគោនិងលីចឹងអង្គុយក្នុងរទេះផ្សេងទៀតពួកគេបានយកអាហារស្ងួតនិងស្រាំបរិភោគអាហារស្ងួតគឺជាដូចជានំដែលមានរសជាតិឈ្ងុយនិងទន់ហើយឆ្ងាញ់ណាស់ទោះយ៉ាងណាក៏ដោយស៊ីណាំងបាននិយាយដោយមិនពេញចិត្តថាគឺលោកម្ចាស់យើងក្រែងគួរតែដុតភ្លើងបោះជំរំហើយដើរបបាញ់ទេគូសាំងមីងបានបំបែកនំមួយដុំដាក់វានៅក្នុងមាត់របស់គាត់ហើយទំពាវាយឺតបន្ទាប់ពីគាត់ទំពាចប់គាត់ក៏សួរថាតើនាងរឿងនោះនៅឯណាយើងមានអាហារហើយយើងមិនទាន់ធុញវាទេដូច្នេះមិនចាំបាច់បបាញ់ទេស៊ីណងបានបន្តថាហើយរឿងមួយទៀតលោកម្ចាស់ហេតុអ្វីបានជាយើងសម្រាកនៅពេលរសៀលក្រែងយើងគួរតែសម្រាកពេលយប់អេទល់ឲ្យភាពរវាងការងារនិងការសម្រាកគឺល្អសម្រាប់សុខភាពរបស់យើងការស្នាក់នៅយឺតនិងការធ្វើដំណើរយប់អាក្រក់សម្រាប់សុខភាពរបស់យើងគូសាំងមីងនិយាយដោយខ្ជិលច្រអូសគោវាងតែងតែជាប្រភេទមានមនុស្សប្រសិទ្ធភាពមិនចូលចិត្តការពន្យាពេលជាធម្មតាគាត់ធ្វើកិច្ចការឲ្យបានលឿនប្រសិនបើអាចធ្វើទៅបានហើយប្រសិនបើជួបនរណាម្នាក់យឺតយ៉ាវនិងមិនចេះសម្រេចចិត្តមិនប្រញាប់ប្រញាល់បញ្ចប់វាទេជាទូទៅគាត់មិនអើពើនឹងពួកមនុស្សយ៉ាងនេះទេហើយធ្វើការផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែពេលនេះលោកពុកសុំឈប់រលែងទៀតទៅតើលោកអាចធ្វើដូចម្ចាស់សានចឹងពី20ឆ្នាំទៅអនាគតបានទេពួកគេទាំង4នាក់បានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយដូចជាកំពុងដើរលេងកម្សាន្តសំណាងណាស់ពួកគេមានពេលច្រើនមិនបាច់ប្រញាប់តំបន់ជុំវិញមានម្លប់ដោយដើមឈើហើយផ្លូវធំទូលាយត្រូវបានគ្របដណ្ដប់ដោយស្មៅបៃតងក្រៅពីស្នាមកង់រទេះលើផ្លូវដែលបន្សល់ទុកដោយជាយូរមកហើយទេសភាពក៏គួរឲ្យភ្ញាក់ផ្អើលខ្យល់បក់កាត់ព្រៃដែលមានក្លិនក្រអូបនៃស្មៅនិងដើមឈើគោវាងនិងគូសាំងមីងផ្អាកផ្លាស់ប្ដូរក្រសែភ្នែកមួយផ្លែតហើយគូសាំងមីងបាននិយាយថាដែលមានក្លិនឈាមកូនគោលោតចុះពីទេហើយមើលជុំវិញដោយប្រយ័ត្នប្រយែងគោវាងបានសង្កេតមើលសកម្មភាពរបស់កូនគោនេះដោយមិននិយាយអ្វីទាំងអស់ស៊ីណាំងស្រុកខ្យល់ដោយចង់ដឹងចង់ឃើញហើយសួរថាពេលថ្ងៃចុះហេតុអ្វីបានជាមានក្លិនឈាមលីចឹងបានពន្យល់ទៅកាន់ស៊ីណាំងថាគនាងរឿងទាំងនេះមិនអាស្រ័យលើអ្នកនិទានរឿងជាអ្នកសម្រេចចិត្តទេមើលនៅវាលរហោស្ថានភ្នំដ៏ស្ងាត់ជ្រុងនេះទោះបីវាជាផ្លូវធំក៏ដោយស្ទើរតែគ្មានមនុស្សនៅជុំវិញតើអ្នកគិតថាវាមានភាពខុសគ្នារវាងថ្ងៃនិងយប់ទេស៊ីណងមុខក្រហមចំពោះអ្វីដែលលីចឹងនិយាយហើយសម្លឹងមើលគាត់ដោយនិយាយថាពួកខ្ញុំមិនចេះវាយ៉ាងម៉េចដែរគឺមានតែអ្នកទេយល់បានល្អបំផុតគូសាំងមីងរំខានការប្រកែករបស់ពួកគេក៏បានហើយឈប់និយាយទៅ
Snow បន្លឺសំឡេងជើងសេះតិចបានមកចិត្តគោវាងបានស្ដាប់ដោយយកចិត្តទុកដាក់ហើយបានឮថាវាបន្លឺសំឡេងដូចជាសេះមួយកំពុងរត់ទៅមុខបន្ទាប់មកមនុស្សជិះសេះមួយក្រុមចម្ងាយរវាងពួកគេគឺឆ្ងាយណាស់ដូចជាសេះកំពុងដេញអ្នកជិះនៅខាងមុខកូននិងគូសាំងមីងទាំងពីរបានរវាប៉ុន្តែលីចុងដែលហាត់ក្បាច់គុនខាងក្រៅនិងស៊ីណាំងដែលចេះតែគុនបន្តិចនោះមិនបានឮទេគោវាងងាកទៅរកអ្នកទាំងពីរហើយនិយាយថាដូចមានមនុស្សជិះសេះច្រើនណាស់តម្រុងមកទិសពួកយើងហើយពីចម្ងាយនារីម្នាក់កំពុងជិះសេះឆ្ពោះទៅកាន់ទិសខាងពួកគោវាងបន្ទាប់មកមានចៅមួយក្រុមធំទឹកមុខស្ត្រីនោះពោពេញដោយកំហឹងខណៈនាងវាយគូតសេះយ៉ាងខ្លាំងគោវាងនិងគូសាំងមីងអង្គុយនៅខាងក្រៅរទេះដោយខ្ជិលទៅផ្ទៀងស្ដាប់សំឡេងសេះទៀតពួកគេអាចជ្រាវាដោយមិនបានព្យាយាមសំបីតែបន្តិចពណ៌បៃតងមួយរូបបានបង្ហាញខ្លួនពីជំងាយមុនគេដោយជិះសេះខ្មៅនាងបរក្បែររទេះរបស់គូសាំងមីងដោយមិនសម្លឹងមើលហ្វូងមនុស្សដែលនៅទីនោះមុននឹងចុះពីលើសេះហើយរត់ចូលទៅក្នុងគុម្ពោតព្រៃហាក់ដូចជាចង់ស្វែងរកអ្វីមួយតាមស្ត្រីពណ៌បៃតងមានក្រុមបុរសមាសធំម្នាក់កាន់កាំបិតធំម្នាក់ក្នុងចំណោមពួកគេមានស្នាមកាំបិតនៅលើមុខរបស់គាត់ពេលស៊ីណាំងឃើញពួកគេនាងបានលាន់មាត់យ៉ាងរំភើបថាលោកម្ចាស់មើលទៅវាជាចោរមែនហើយពួកគេជាចោរតើនាងរំភើបអំពីអ្វីបុរសទាំងនោះក្រឡេកមើលសេះខ្មៅក្រឡេកមើលទៅក្នុងព្រៃរួចក៏ងាកទៅពិនិត្យមើលក្រុមមនុស្ស4នាក់និងរទេះដ៏ប្រណិតភ្នែករបស់គេភ្លឺឡើងហើយសម្លឹងមើលអ្វីមួយបងប្អូនអើយទោះបីស្ត្រីនេះចេញទៅលើកនេះក៏ដោយយើងបានរកឃើញជាមធាត់ទៀតហើយពួកគេសើចចំអកចោលដែលនៅក្បែរពួកគេក៏សើចចំអកហាក់ដូចជាឃើញមាសចាំងនៅពីមុខគេចោលម្នាក់ស្រែកថាបងមើលមានស្រីដែរអ្នកដឹកនាំឆ្លើយថាបើប្រៀបធៀបនឹងស្រីពីមុនម្នាក់នេះមើលមិនកើតទេស៊ីណាំងខឹងខ្លាំងរហូតដល់មុខឡើងក្រហមហើយនាងនិយាយមិនចេញចោលម្នាក់ទៀតនិយាយថាចៅវាយមើលក្មេងប្រុសស្អាតទាំងពីរនាក់នឹងសង្ហាទេមើលទៅដូចប្រុសលក់ខ្លួនមិនមកទេយើងយកពួកវាទៅគោវាងសម្លឹងមើលគូសាំងមីងហើយគិតថាពាក្យរបស់ចោលដូចត្រូវប៉ុន្តែតើអ្នកណាម្នាក់ទៀតអាចជាគាត់បានដោះត្បូងគូចដែលចងជាប់នឹងខ្លួនហើយគប់ចេញបណ្ដាលឲ្យឈាមបែកខួរក្បាលប្រឡាក់ពេញទៀតនិយាយច្រើនពេកហើយគឺមនុស្សដែលតែងតែចូលចិត្តសម្លាប់ដោយការគប់របស់និយាយឃើញគ្នាឯងត្រូវគេសម្លាប់ចោលផ្សេងទៀតក៏ទាញដាវមកហើយមេដឹកនាំស្រែកថាចាប់ជាមធាត់ចោលបានលុកចូលទៅមុខបង្កើតជារង្វង់ជុំវិញមនុស្សទាំង4នាក់ដាវរបស់ពួកគេភ្លឺចែងចាំងក្មេងស្រីអាវពណ៌បៃតងនៅពីខាងក្រោយក្រុមចោរនាងកំពុងរៀបចំឡើងសេះដោយស្ងាត់ហើយរត់ចេញទៅពេលចោរតូចម្នាក់ឃើញនាងក្រុមចោរបានកត់សម្គាល់ឃើញស្ត្រីនោះព្យាយាមរត់គេចខ្លួនមេចោរមើលជុំវិញដោយអន្ទះសារម្ខាងជាស្រីស្អាតហើយម្ខាងទៀតជាជាមធាត់វាជាជំរើសដ៏លំបាកមួយគាត់បានបញ្ជាឲ្យក្រុមចោរបំបែកជាពីរក្រុមមួយដើម្បីឡោមព័ទ្ធក្មេងស្រីពណ៌បៃតងនិងមួយទៀតដើម្បីឡោមព័ទ្ធជាមធាត់